ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាតោះយើងមកធ្វើនំប៉ាវផ្លែសូដាស្នូលសណ្តែកក្រហមសម្រាប់ទុកសែនថ្ងៃចូលឆ្នាំចិនទាំងអស់គ្នាគេមានជំនឿថានំប៉ាវនេះគឺនាំសំណាងអាយុវែងមកយើងហើយពេលចូលពេលខួបកំណើតអីក៏គេតែងតែធ្វើសម្រាប់ហូបផងដែរអញ្ចឹងយើងទៅធ្វើទាំងអស់គ្នាប៉ុន្តែបងប្អូនណាដែលមើល Channel Madasia អត់ទាន់បានជួយ Subscribe សូមជួយ Subscribe សូមចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច Like ចុច Share និងជួយចុច Follow Page Madasia ផងអរគុណច្រើនអញ្ចឹងយើងទៅមើលវិធីធ្វើហើយនេះគឺជាគ្រឿងផ្សំដំបូងយើងមកធ្វើស្នូលសណ្តែកក្រហមខ្ញុំប្រើសណ្តែកគ្រាប់ធំដូចនេះបងប្អូនអត់មានអាចប្រើសណ្តែកគ្រាប់តូចក៏បានដែរសណ្តែកខ្ញុំទាំងអស់គឺ400ក្រាម4ខាំបើបងប្អូនអត់ចង់ធ្វើឲ្យសល់ធ្វើល្មមម្សៅដែលលាយហ្នឹងគឺប្រើសណ្តែកតែ1ខាំកន្លះបានហើយប៉ុន្តែខ្ញុំកូរម្ដងច្រើនណាស់ហើយដើម្បីខ្ញុំយកទៅធ្វើស្នូលនំផ្សេងទៀតអញ្ចឹងសណ្តែករបស់ខ្ញុំគឺទាំងអស់នេះ400ក្រាម4ខាំខ្ញុំលាងទឹកមកទឹកពីទឹកឲ្យស្អាតជ្រះដីហើយយើងដាំទឹកក្តៅឲ្យពុះរួចហើយចាក់ក្នុងទឹកក្តៅហ្នឹងហើយយើងបិទភ្លើងយើងអត់ស្ងោរទៀតទេយើងគ្រាន់តែចាក់ត្រាំក្នុងទឹកក្តៅត្រាំទុកក្នុងទឹកក្តៅហ្នឹងមួយយប់ស្អែកព្រឹកឡើងចាំយើងស្ងោរយើងធ្វើដូច្នេះគឺអត់ចំណាយពេលស្ងោរយូរទេយើងស្ងោរតែ40នាទីអីគឺសណ្តែកយើងផុយល្អហើយបើបងប្អូនអត់ត្រាំក្នុងទឹកក្តៅមួយយប់ទេគឺចំណាយពេលស្ងោរ2ម៉ោងអីបានផុយវាខាតភ្លើងខាតហ្គាសយើងអញ្ចឹងណាចានេះគឺជាសណ្តែកដែលខ្ញុំបានត្រាំក្នុងទឹកក្តៅមួយយប់ឥឡូវព្រឹកឡើងគឺត្រជាក់ហើយយើងលាងសម្អាតសណ្តែកហ្នឹង1ដង2ដងចេញទៅហើយយើងដាក់ទឹកដាក់ទឹកឲ្យច្រើនដែរដើម្បីបន្តការស្ងោរវាឲ្យទន់ឲ្យផុយអញ្ចឹងដើម្បីជួយឲ្យស្ងោរកាន់តែឆាប់ផុយខ្ញុំដាក់ស្លាបព្រាចា3 4ចូលស្លាបព្រានេះគឺជួយចម្លងកម្ដៅឲ្យសណ្តែកយើងហ្នឹងឲ្យទឹកយើងហ្នឹងឆាប់ក្តៅខ្លាំងហើយនឹងងាយធ្វើឲ្យផុយអញ្ចឹងណាចារួចហើយយើងប្រើភ្លើងមធ្យមស្ងោររហូតតទៅសណ្តែកយើងផុយប្រហែលតែ40នាទីអីទេ40នាទីក្រោយយើងមកមើលបើយើងច្បាច់ឃើញសណ្តែកយើងផុយទន់ល្អហើយគឺបានហើយមិនបាច់ស្ងោរឲ្យរលួយទេគ្រាន់តែផុយបានហើយពីព្រោះយើងយកទៅកិនទៀតចឹងណាចាអញ្ចឹងបើយើងអត់ទាន់ធ្វើភ្លាមទេបន្ទាប់ពីស្ងោរផុយហើយយើងគ្របគ្របទុកអញ្ចឹងទៅចាំពេលយើងយកមកកិនយកមកធ្វើក៏បានដែរពេលដែលយើងគ្របទុកអញ្ចឹងគឺកាន់តែសណ្តែកយើងកាន់តែផុយជាងនឹងបន្តិចទៀតចាបន្ទាប់មកគឺខ្ញុំដាក់សណ្តែកចូលទៅក្នុងម៉ាស៊ីនកិនយើងបំបែកដាក់2ឬក៏3ដងទៅតាមសណ្តែកតិចឬក៏ច្រើនទៅខ្ញុំបំបែក3ដងចុះដោយសារកុំឲ្យម៉ាស៊ីនយើងគេហៅដាក់ច្រើនពេកម៉ាស៊ីនយើងកិនអត់សូវបានល្អអញ្ចឹងណាបើបងប្អូនអត់មានម៉ាស៊ីនក្លុកទេបងប្អូនអាចស្ងោរឲ្យផុយជាងនោះហើយយកទៅបុកនឹងត្បាល់ក៏បានឬក៏យកអីសង្កត់ឲ្យបែកក៏បានរួចហើយគឺខ្ញុំដាក់ទឹកសណ្តែកដែលស្ងោររួចហ្នឹងទាំងអស់ហ្នឹងគឺទឹកសណ្តែកទាំងអស់ហ្នឹងគឺកន្លះគីឡូ500ក្រាមណាដាក់ដើម្បីឲ្យយើងងាយស្រួលកិនហើយយើងដាក់ប្រេងឆាទាំងអស់ហ្នឹងគឺ50ក្រាមតែយើងបំបែកដាក់2 3ដងមករួចហើយយើងយកទៅកិនខ្ញុំអត់បានថតឲ្យមើលទេដោយសារខ្ញុំខ្ជិលលើកជើងកាមេរ៉ាទៅមកណាអញ្ចឹងខ្ញុំយកទៅកិនឲ្យម៉ត់ហើយចាំខ្ញុំយកមកវិញចាអញ្ចឹងសណ្តែកខ្ញុំបានកិនម៉ត់ល្អហើយបងប្អូនរៀងខាប់បន្តិចតែបើយើងអត់ចង់ដាក់ទឹកច្រើនដល់ពេលដែលយើងដាក់ទឹកច្រើនរាវពេកយើងកូរចំណាយពេលយូរអញ្ចឹងខ្ញុំដាក់ទឹករៀងទៅល្មមអាចកិនបានទេរៀងខាប់បន្តិចមែនតែយើងពេលយើងកូរអត់សូវចំណាយពេលយូរណាចារួចហើយយើងបន្តការដាក់សណ្តែកយើងនឹងកិនរហូតទាល់តែអស់ចាសណ្តែកខ្ញុំបានកិនទាំងអស់ខ្ញុំចាក់ចូលទៅក្នុងខ្ទះនេះហើយបន្ទាប់មកគឺខ្ញុំថែមស្ករស350ក្រាមឬក៏3ខាំកន្លះ350ក្រាមនេះគឺផ្អែមល្មមប៉ុន្តែបើបងប្អូនណាអត់ជួយផ្អែមអាចដាក់300ក្រាមឬក៏3ខាំក៏បានដែរឬក៏បងប្អូនដាក់3ខាំសិនហើយពេលឆាហើយយើងភ្លក់មើលបើសិនជាអត់សូវផ្អែមចាំយើងថែមតាមក្រោយក៏បានដែរបន្ទាប់មកគឺអំបិលកន្លះស្លាបព្រាកាហ្វេហើយខ្ញុំដាក់ស្ករស្អិតគេហៅគ្រុយគូស៊ីរ៉ាប់តែខ្លះហៅថាស្ករស្រូវស្ករពោតក៏បានដែរឲ្យតែខាប់ស្អិតបែបនេះចំនួន2ស្លាបព្រាស្ករនេះគឺជួយធ្វើឲ្យស្នូលយើងកមួតល្អពេលណាដែលនំយើងទុកយូរថ្ងៃក៏ស្នូលយើងគឺ
អត់ប្រេះអីដែរបើអត់មានមិនបាច់ដាក់ក៏អត់អីដែរតែបើបងប្អូនត្រូវការអត់រោទិញអត់បានអាចកំងគ្រឿងសម្ភារៈធ្វើនំផ្សេងហ្នឹងអាចកំងទិញតាមក្នុងលេខ Telegram ឬក៏ Channel Malaysia ដែលបានដាក់ជូននេះចារួចរាល់ហើយយើងលើកដាក់លើចង្ក្រានប្រើភ្លើងមធ្យមកូរទាល់តែសណ្តែកយើងដាច់ទឹកល្អស្ងួតល្អអញ្ចឹងបងប្អូនបន្ទាប់ពីកូរស្កររលាយហើយអាចភ្លក់មើលបានបើសិនជាផ្អែមប៉ុណ្ណឹងមិនសូវពេញចិត្តទេអាចថែមស្ករទៀតក៏បានដែរចាកូរមួយសន្ទុះមកឥឡូវចាប់ផ្ដើមពុះហើយពេលនេះបងប្អូនឧស្សាហ៍កូរណាកុំឈប់ប្រយ័ត្នខ្លោចចាយើងគួរបាន40នាទីហើយឥឡូវសណ្តែកយើងស្ងួតដាច់ទឹកល្អហើយអាចពន្លត់ភ្លើងរួចហើយដួសដាក់ថាសទុកឲ្យត្រជាក់ដើម្បីយើងយកមកសូនជាដុំធ្វើជាស្នូលខ្ញុំត្រជាក់ល្មមអាចនេះបានហើយខ្ញុំយកមកពូតឲ្យខ្ញុំថ្លឹងក្នុងមួយដុំ25ក្រាមបងប្អូនអត់មានជញ្ជីងថ្លឹងស្មានចាប់ស្មានក៏បានដែរណាអញ្ចឹងខ្ញុំសូនជាដុំសម្រាប់ស្នូលនឹង15ដុំដែរសណ្តែកដែលនៅសល់ខ្ញុំដាក់ទូទឹកកកទុកថ្ងៃក្រោយធ្វើស្នូលនំផ្សេងចាធ្វើស្នូលនំម៉ូជីធ្វើស្នូលនំលោកខែអីក៏បានដែរចាអញ្ចឹងយើងមកលេងម្សៅនៅក្នុងនេះគឺខ្ញុំដាក់ម្សៅមីចំនួន300ក្រាមឬយើងហៅថា3ខាំនិងស្ករស50ក្រាមឬក៏កន្លះខាំចាបន្ទាប់មកគឺយើងដាក់មេឬក៏ហៅថា dry yeast ចំនួន1កញ្ចប់នេះគឺ10ក្រាមល្មមណាចំនួន10ក្រាមឬក៏បងប្អូនវល់នឹងសាព្រាគឺ1សាព្រាកាហ្វេកន្លះចាក់ទៅម្ខាងទៅយើងប្រើកញ្ចប់តូចទេគឺស្រួលរួចហើយគឺអំបិលកន្លះសាព្រាកាហ្វេដាក់ទៅម្ខាងដើម្បីកុំឲ្យប៉ះជាមួយនឹង yeast ហើយនឹងដាក់ទឹកដោះគោចំនួន180ក្រាមបងប្អូនអត់ចង់ប្រើទឹកដោះគោអាចដាក់ទឹកក៏បានដែរប៉ុន្តែបើយើងធ្វើពិសាដាក់ទឹកដោះគោទៅគឺឆ្ងាញ់មួយយ៉ាងដែរណាចារួចហើយយើងគ្រាន់កូរឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នាបន្តិចទៅដើម្បីកុំឲ្យសើមដៃក្នុងការញីបន្ទាប់មកកូរលែងទៅមុខហើយខ្ញុំលាងដៃស្អាតហើយណាគឺខ្ញុំញីនឹងដៃស្រួលជាងបើបងប្អូនចង់ពាក់ស្រោមដៃក៏ពាក់ទៅតែពិបាកញីប្រើដៃញីល្អជាងយើងគ្រាន់តែញីប្រមូលឲ្យម្សៅយើងនឹងបានចូលគ្នាមួយដុំរួចហើយយើងយកទៅដាក់នឹងកម្រាលញីបងប្អូនអត់មានកម្រាលញីអាចដាក់នឹងថាសនឹងអីញីក៏បានដែរអត់បញ្ហាទេលើជ្រុញលើតុអីក៏បានដែរអញ្ចឹងយើងបន្តការញីហ្នឹងរយៈពេល10នាទីទៀតប៉ុន្តែយើងត្រូវដាក់ប្រេងឆាចាចំនួន20ក្រាមណាបងប្អូនចង់ដួសនឹងសាព្រាប្រហែល2សាព្រាបាយចាយើងដាក់ចាក់បដាលញីបន្តិចញីរហូតតតែប្រេងឆាហ្នឹងសប់ចូលទៅក្នុងសាច់ម្សៅយើងទាំងអស់យើងញីប្រហែលជា10ទៅ15នាទីតាមកម្លាំងដៃបើបងប្អូនញីបានញាប់អាចញី10នាទីឬយើងញីឈប់ចុកដៃអាចញី15នាទីចាញីគឺយើងគ្រាន់តែញីរុញដូច្នេះញីតតែម្សៅយើងនឹងតុនណាតុនម៉ត់ចូលគ្នាទៅយើងឈប់ចានេះជាម្សៅដែលខ្ញុំញីបាន15នាទីគឺមានលក្ខណៈតុនបែបនេះណារាង smooth ជាងមុនសាច់ម្សៅអត់ក្រៀមក្រឹមជាងមុនទេប៉ុន្តែតាមពិតទៅញីប្រមាណក៏អត់អីដែរគ្រាន់តែថាបើយើងញីបានយូរសាច់ម្សៅយើងម៉ត់ល្អពេលយើងធ្វើនំទៅនំយើងចេញមកម៉ត់ល្អដែរអញ្ចឹងខ្ញុំយកម្សៅដាក់ចូលទៅក្នុងចានដាក់អីហ្នឹងហើយយើងអាចគ្របណាទុកម្សៅហ្នឹង15ទៅ20នាទីឲ្យម្សៅហ្នឹងទន់ជាងមុនបន្តិចទៀតចាអញ្ចឹង15នាទីក្រោយមកម្សៅខ្ញុំគឺរាងទន់ជាងមុនបន្តិចទៀតណាបងប្អូនប៉ុន្តែយើងអត់ផ្អាប់ម្សៅយូរទេយើងទុកតែ15នាទីបានហើយបន្ទាប់ពីយើងយកមកធ្វើនំទៅរំទៅធ្វើឲ្យ15នំហ្នឹងគឺនំដែលយើងធ្វើមុនហ្នឹងម្សៅចាប់ផ្ដើមឡើងបណ្ដើហើយអញ្ចឹងយើងយកម្សៅចេញមកហើយមកលុញឲ្យទៅវែងក៏បានមូលក៏បានតាមបងប្អូនចូលចិត្តហើយមកកាត់បំបែក15ដុំម្សៅដែលខ្ញុំធ្វើបានទាំងអស់នេះយើងថ្លឹងសរុបបាន570ក្រាមបងប្អូនអញ្ចឹងខ្ញុំមកកាត់នំមួយដុំចំនួន35ក្រាមណា35ក្រាមខ្ញុំបំបែកបាន15នំហើយនៅសល់ម្សៅជាង30ក្រាមនៅសល់ខ្ញុំយកមកធ្វើស្លឹកអញ្ចឹងទាំងអស់បំបែកបាន15ដុំហើយម្សៅនៅក្នុងដៃនេះគឺខ្ញុំទុកធ្វើជាស្លឹកផ្លែសូដាយើងចាអញ្ចឹងយកម្សៅនឹងយើងគ្រាន់សង្កត់បន្តិចមកលាយឲ្យសំប៉ែតហើយចាប់ផ្ដើមមូលចាចូលគ្នាដោយធ្វើឲ្យរាងមូលបន្តិចយើងកបួចយកអាជីបហ្នឹងចូលគ្នាម្ដុំមកខាងក្រោមហើយលុញឲ្យម្សៅយើងហ្នឹងរាងមូលរួចហើយយើងយកម្សៅហ្នឹងទុកឲ្យធ្វើដូចគ្នាហ្នឹងរហូតតតែអស់ម្សៅទាំង15ដុំហ្នឹង
ហើយម្សៅដែលនៅសល់នេះគឺខ្ញុំយកមកដាក់លាក់ពណ៌បៃតងពណ៌បៃតងចាស់បៃតងខ្ចីក៏បានដែរតាមបងប្អូនអាចរកបានដើម្បីធ្វើជាស្លឹកផ្លែសេដាយើងចាអញ្ចឹងខ្ញុំដាក់ពណ៌3 4ដំណក់ចូលទៅក្នុងម្សៅហើយញីឲ្យសព្វចូលគ្នាបើបងប្អូនមើលពណ៌ហ្នឹងយើងញីអត់សូវបានស្អាតយើងចង់បានចាស់ជាងហ្នឹងយើងថែមតិចទៀតទៅណាចាឥឡូវពណ៌ស្លឹករបស់ខ្ញុំបានរួចរាល់ហើយខ្ញុំលុញជាទៅវែងដោយនំប៉ាវខ្ញុំ15អញ្ចឹងខ្ញុំកាត់ជា30ដុំតូចហើយយើងយកមកធ្វើរាងស្រួចចុងបន្តិចមកហើយសង្កត់ឲ្យសំប៉ែតមកហើយយើងធ្វើជាតនងស្លឹកធ្វើជាស្នាមស្លឹកអានេះអត់មានខុសមានត្រូវទេស្លឹកធ្វើបែបមិនក៏បានដែរស៊ីសងលើសិល្បៈបងប្អូនរៀងខ្លួនដងសិល្បៈរៀងខ្លួនដងសិល្បៈខ្ញុំមិនសូវពូកែទេស្លឹកខ្ញុំគឺបានបែបនេះឯងអញ្ចឹងអាហ្នឹងអត់អីទេបងប្អូនច្នៃតាមខ្លួនឯងអាចធ្វើបានរួចហើយយើងយកមកទុកមកដុំសិនចារួចមកយើងមកធ្វើនំម្ដងយកម្សៅមកដុំមកសង្កត់ឲ្យសំប៉ែតបងប្អូនប្រើឈើដើម្បីសង្កត់ពលាតឲ្យបានធំល្មមដើម្បីខ្ចប់ស្នូលបងប្អូនអាចសង្កត់ដូចខ្ញុំហើយត្រឡប់បត់អញ្ចេះធ្វើតាមវីដេអូនេះក៏បានចាបត់ហើយយើងបត់3ដងសង្កត់ហើយលើកចុងក្រោយទើបយើងចាលុញពលាតឲ្យមូលក៏បានជ្រុងក៏បានដែរដើម្បីឲ្យធំល្មមយើងខ្ចប់ស្នូលបានចារួចហើយយើងដាក់ស្នូលចូលហើយខ្ចប់មិនក៏បានដែរតាមយើងនេះខ្ញុំនិយាយតាមត្រង់នេះលើកទី1ដែលខ្ញុំធ្វើផ្លែនំប៉ាវសេដានេះដែរណាចាអញ្ចឹងប៉ុន្តែដូចអត់ពិបាកអីទេខ្ញុំធ្វើបានបងប្អូនក៏អាចធ្វើបានដែរអានេះស៊ីសងលើសិល្បៈទេបងប្អូនបកកែតុបតែងអីអញ្ចឹងចារួចហើយយើងគ្រាន់តែធ្វើខាងលើហ្នឹងឲ្យរាងស្រួចបន្តិចដើម្បីឲ្យដូចផ្លែសេដាចាយើងប្រើកន្លែងថ្លើមដៃហ្នឹងថ្នមរុញឲ្យរាងស្រួចបន្តិចមកហើយយើងជួយសេរីចាប់ឲ្យចេញជារាងដូចផ្លែសេដាមកអត់ពិបាកទេតែសំខាន់លើអីគេការងារសិល្បៈរបស់យើងមួយណាជំនាញជាងអីអញ្ចឹងណាចាខ្ញុំគឺធ្វើបានប៉ុណ្ណេះរួចហើយសេរីគូតខាងក្រោមឲ្យបានមូលល្អចានេះចេញហើយប៉ុណ្ណឹងបានហើយយកអីក៏បានដែរបងប្អូនអត់មានយកខ្នងកបិតក៏បានយកណែស្លឹកបៀក៏បានបើបងប្អូនមានប្រទេសដូចខ្ញុំសម្រាប់ធ្វើនំកាត់នំអីនេះចាយកមកពុះកដាលចឹងមក2ដងអីចឹងមកឲ្យរៀងច្បាស់បន្តិចចាហើយយើងយកស្លឹកយើងទុកយូររៀងស្អិតជាប់បន្តិចអត់អីយើងឆ្កឹះមកហើយយកមកបិទសងខាងធ្វើជាស្លឹកផ្លែសេដាយើងហ្នឹងការតុបតែងអត់មានខុសអត់មានត្រូវទេធ្វើមិនក៏បានដែរឲ្យតែបងប្អូនយល់ថាស្អាតធ្វើយូរទៅកាន់តែជំនាញកាន់តែស្អាតខ្ញុំធ្វើនំប៉ាវជាច្រើនប្រភេទដែរប៉ុន្តែនំប៉ាវសេដានេះគឺខ្ញុំធ្វើលើកទី1ដែរទេប៉ុន្តែខ្ញុំធ្វើហើយខ្ញុំបកកទុកដល់ថ្ងៃសែនខ្ញុំយកមកកដៅទុកសែនអញ្ចឹងខ្ញុំក៏ឆ្លៀតថតជាវីដេអូជូនបងប្អូនទៅចារួចរាល់ហើយបងប្អូនរកกระดาษទ្រាប់បងប្អូនមានកระดาษដុតនំកាត់ជាជ្រុងទ្រាប់ក៏បានឬអីក៏បានដែរចាខ្ញុំមានកระดาษខាប់ខេកដូច្នេះស្រេចខ្ញុំខៀលកាត់អានោះខ្ញុំយកនេះមកទ្រាប់ក៏បានដែរចារួចរាល់ហើយបន្ទាប់ពីយើងទ្រាំតែយើងធ្វើអស់នំនេះរៀងឡើងជាងមុនណាចាបើអត់ច្បាស់ទេបងប្អូនយើងថែមបន្តិចទៀតទៅឲ្យខ្លែបហ្នឹងឲ្យរៀងច្បាស់បន្តិចអញ្ចឹងយើងបន្តធ្វើនំអញ្ចឹងរហូតដល់ទៅអស់នំយើងខ្ញុំបង្ហាញមួយទៀតបើបងប្អូនអត់ចង់សង្កត់លុញបត់ដូចខ្ញុំច្រើនដងទេបងប្អូនយកសង្កត់យកតែម្ដងក៏បានដែរចាគឺលុញពលាតឲ្យធំល្មមខ្ចប់ស្នូលហើយក៏បានដែរហើយវិធីធ្វើគឺដូចគ្នាទេបន្ទាប់ពីខ្ចប់ស្នូលហើយយើងធ្វើណែក្បាលនំនោះឲ្យរាងស្រួចដូចផ្លែសេដាហើយយើងយកបន្ទះអីមកអូសធ្វើខ្លែបកដាលនឹងមកម្ដងពីរដងឲ្យរាងដិតបន្តិចមករួចហើយបិទស្លឹកសងខាងជាការស្រេចហើយបន្ទាប់ពីធ្វើនំហើយទាំងអស់យើងមកដាក់ពណ៌ខាងលើដើម្បីឲ្យដូចផ្លែសេដាគឺយើងក្នុងចាននេះមានទឹកមួយស្លាបព្រាបាយហើយយើងតក់លាក់អាហារពណ៌ផ្កាឈូកក៏បានពណ៌ក្រហមក៏បានដែរចាបន្តិចចូលទៅហើយយើងកូរឲ្យសព្វចូលគ្នាមកចាហើយឧបករណ៍បន្ទាប់ទៀតគឺយើងត្រូវមានច្រាសដុសធ្មេញថ្មីស្អាតមួយ
យើងយកច្រាសដែលមានមុខស្មើអត់យកកលិចកលុកទេហើយនឹងកត្រងដូងយើងផ្កាប់យកខាងខ្នងមកប្រើហើយយើងជ្រលក់លាក់នឹងមកហើយគោះបន្តិចកុំឲ្យដោយទឹកមកច្រើនពេកហើយយើងទៅដោះទៅលើកត្រងដូងនឹងមកនឹងចេញអាលាក់ពណ៌ក្រហមពណ៌ផ្កាឈូកនឹងធ្លាក់ទៅក្រោមតិចទៅដូចជាផ្លែសេដាអញ្ចឹងបងប្អូនចង់បានពណ៌ដិតខ្លាំងពណ៌ស្រាលបងប្អូនដាក់ច្រើនដាក់តិចទៅតាមនឹងទៅចាបងប្អូនមើលចានេះខ្ញុំហើយហើយប៉ុន្តែខ្ញុំគិតថាពណ៌រាងស្ទើរខ្ញុំចង់បានរាងដិតជាងនឹងបន្តិចអញ្ចឹងខ្ញុំបន្តការធ្វើអញ្ចឹងឲ្យរាងពណ៌ដិតជាងនឹងបន្តិចចាឥឡូវរួចរាល់ហើយកដាស់ខ្ញុំប្រឡាក់អញ្ចឹងបងប្អូនចង់ដូរកដាស់ថ្មីក៏បានអត់ក៏បានណាអញ្ចឹងខ្ញុំធ្វើរួចហើយខ្ញុំលើកដាក់ដូរកដាស់ទ្របថ្មីដើម្បីឲ្យស្អាតចារួចរាល់ហើយបងប្អូនមើលទំនងទេចាស្អាតណាស់ណាហើយទំនងគឺដូចផ្លែសេដាដែរណាចាយើងដាក់ចូលក្នុងឡាំងសឹងយើងធ្វើបដាល្មមមកចំហុយបានយើងចំហុយបណ្ដើទៅដោយឡាំងសឹងខ្ញុំតូចល្មមទេគឺខ្ញុំដាក់ចំហុយម្ដង5ចាអញ្ចឹងពេលយើងដាក់ចំហុយកុំឲ្យនៅគៀកគ្នាពេកដាក់ឲ្យរៀងឃ្លាតពីគ្នាពីព្រោះនំយើងពេលចំហុយគឺរីកធំជាងនឹងណាចាដាំទឹកឲ្យពុះហើយយើងយកនំមកដាក់ចំហុយរយៈពេល15នាទីអញ្ចឹងដើម្បីឲ្យនំយើងស្អាតកុំឲ្យទឹកដែលហាតក់ត្រូវតក់អីចឹងបងប្អូនអាចរកកណាត់ចងគម្របឆ្នាំងដូចខ្ញុំដូចនេះហើយយើងចំហុយទៅនំយើងគឺអត់មានទឹកតក់ត្រូវទេចានំឆ្អិនហើយណា15នាទីក្រោយគឺនំខ្ញុំបានឆ្អិនហើយយើងទុកឲ្យត្រជាក់ទៅចាបងប្អូនរួចរាល់ហើយនំរបស់ខ្ញុំទាំង15នំបានឆ្អិនរួចរាល់អស់ហើយចានេះគឺជានំដែលខ្ញុំធ្វើគឺមិនសូវជាស្អាតណាស់ទេយើងធ្វើលើកទី1ប៉ុន្តែគ្រាន់បើដែលអាចទទួលយកបានខ្ញុំធ្វើបានបងប្អូនក៏អាចធ្វើបានដែរមិនពិបាកទេគ្រាន់តែរៀងចំណាយពេលលេងដូចយើងលេងសិល្បៈអញ្ចឹងចានេះគឺជានំនេះអត់សូវស្អាតទេខ្ញុំយកមួយមកបង្ហាញជូនដើម្បីបងប្អូនឃើញខាងក្នុងសល់ប្រហែលគឺខ្ញុំដាក់បកកក្លាសេទុកពេលណាដល់ថ្ងៃសែនខ្ញុំយកមកកម្ដៅដាក់សែនចឹងឲ្យបងប្អូនមើលខាងក្នុងណាចាគឺស្នូលសណ្ដែកនេះគឺឆ្ងាញ់បងប្អូនហើយសាច់ម្សៅក៏ទន់ល្អដែរអរគុណច្រើនវីដេអូនេះរៀងវែងបន្តិចហើយអញ្ចឹងសង្ឃឹមថាវីដេអូនេះមិនច្រើនក៏តិចនឹងមានប្រយោជន៍ដល់បងប្អូនជាមិនខានបើបងប្អូនពេញចិត្តនៅវីដេអូរបស់ Mothershare ដែលហើយអត់ទាន់បានជួយ Subscribe សូមជួយចុច Subscribe ឲ្យបានច្រើនសូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតហើយបងប្អូនដែលមើលតាម Facebook សូមជួយចុច Follow Page Mothershare សូមជួយចុច Like ចុច Share ឲ្យផងហើយបងប្អូនណាដែលត្រូវការសម្ភារៈធ្វើនំផ្សេងបើរោទិញនៅភូមិឃុំបងប្អូនអត់បានទេអាចកំងទិញតាម Page Mothershare ក៏បានដែរអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ